nó cái đấy anh ấy không ngồi đừng nhom thủ điệp mấy nhá vì anh đang không của sao dương ở miền ấy qua bạn ấy trời chứ anh hello สุดท้ายบอกว่าดอกเนี่ยว่าชุบเนี่ยมวยชมบานอิสระดอกที่ใดโดยสำหรับคลิปตัวที่ยงคือการบังคับปีเรียนในการต่อกองตะหรือการดำรางจบกองตะดอกติดใจชุดบองโปสำหรับบองโปnàyมันตอนใจยังไงต่ออะไรบองโปเนี่ยสำหรับวิดีโอนี้คือยงบังคับปีเรียนในการต่อกองตะปีปูปีปันท้ายไว้ใดยงจะบังคับคือประเภทชื่อกองตะตั้งปีประเภทเนี่ยประเภทชื่อกองตะตั้งปีประเภทเนี่ยบางประเภททอมได้นะประเภทชื่ออันนี้hai chương của mùiประเภทchương của mùi checkปีchương của mùi chắc một bong bóng tinh mau pa trong chương của mùiនេះគឺបងប្អូនអាចចេះតដល់ខ្លួនឯងចឹងណាហ្នឹងហើយអូខេតោះឥឡូវសូមធ្វើការបង្ហាញមុនដំបូងគឺបង្ហាញអាចុចពីធម្មតានេះអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ចេះគឺមិនទាន់ចេះតម្លើងជាប់មួយហ្នឹងទេតោះឥឡូវធ្វើការជាប់មួយនេះអ្វីដែលខ្ញុំចង់បង្ហាញម៉ាក់វុតផលដែលខ្ញុំកុងតាក់ខ្ញុំចង់ជម្រាបថាបងប្អូនដែលថាចង់ធ្វើការប្រភេទកុងតាក់ដែលប្រើប្រាស់បានយូរងាយខូចតែបងប្អូនអាចជ្រើសរើសជាមួយម៉ាក់នេះអេកូសននេះទៅនេះម៉ាក់នេះម៉ាក់រូបត្រីនេះម៉ាក់នេះចឹងបងប្អូនទិញអានេះទៅអត់ចេះខុសឲ្យប្រើបានយូរទៀតហ្នឹងហើយការទុកពែរបស់វាក៏បានធំដែរ16ពែទាំងអស់16ពែបាទនេះក៏16ពែដែរបាទ16ពែទាំងអស់អញ្ចឹងវាសមបងប្អូនចង់ដាក់ជាមួយនឹងម៉ាស៊ីនទឹកក្តៅគាត់បើកអីក៏បានដែរម៉ាស៊ីនទឹកក្តៅបាទកុំដាក់ជាប់មួយពូលអីប្រើបានណាក៏បានយូរបាទតោះឥឡូវកុំឲ្យវែងឆ្ងាយបាទតើតោងជាមួយនឹងខ្សែគឺបងប្អូននេះខ្សែ3សរសៃនេះគឺន័យថាមួយខ្សែមេអាពីរនេះខ្សែពូលណាខ្សែនៅពូល2ហើយខ្សែនៅមេ1យើងគូបចូលគ្នាហើយប៉ងគ្នាអញ្ចឹងមកគូបចូលគ្នាមកយើងទុកវាម្ដងអញ្ចឹងយើងនៅសល់ខ្សែមេ1ហើយខ្សែពូល2បាទចំពោះតើតោងជាមួយនឹងការតជាមួយអាកង់តាក់ធម្មតាគឺបងប្អូនយកខ្សែខ្លីមួយមកសម្រាប់តោងហើយតោងមកគូបមួយនេះគូបមួយខ្សែមេតោងមកគឺបងប្អូនគូបដាក់ជាមួយជើងកង់តាក់ទៅអញ្ចឹងជើងកង់តាក់នេះចង់ដាក់លើក៏បានចង់ដាក់ក្រោមមុនក៏បានដែរបញ្ហាទេបាទជាប់រួចហើយយើងនៅសល់ចុងខ្សែនេះយើងផាសវាទៅខាងនោះបាទផាសវាទៅនេះតែបើយើងត្រូវផាសវាព្រោះដោយសារតែបើយើងមិនធ្វើអញ្ចឹងទេជើងខាងនេះអត់មានភ្លើងទេអូខេហ្នឹងហើយសូមបញ្ជាក់ទៀតក្នុងការរឹតយើងកុំរឹតតាំងពេកបើខ្សែរឹងចេះអត់អីទេណាបើតែបើខ្សែទន់ចេះកុំរឹតតាំងពេកគឺគ្រប់តែមកម៉ោដៃទៅបានហើយបាទអញ្ចឹងយើងនៅសល់ជើង2ទៀតណា2មួយជើងនេះមួយអញ្ចឹងយើងសល់ពូលខ្សែពូល2ដែរអញ្ចឹងយើងដាក់តាមជើងមួយមកនេះជើងនេះសល់មួយបាទហើយរត់ជាប់រួចហើយអញ្ចឹងទៅយើងចាប់ផ្ដើមធ្វើតែវាពេលឥឡូវធ្វើការបើកពូលបាទបើកពូលបើកភ្លើងដល់យើងចាប់បាត់នេះបាទត្រូវមួយបាទអូខេភ្លើងហើយបាទភ្លើងហើយតោះឥឡូវសូមមើលខាងពីរបៀបនៃការតកតាមួយបែបនេះមួយទៀតហ្នឹងហើយការប៉ងខ្សែនៅដែរទេខ្សែនៅមេខ្សែនៅពូទាំងពីរប៉ងគ្នាដែរទេអញ្ចឹងហើយតេតងជាមួយនឹងខ្សែប៉ងនេះខ្សែប៉ងខ្លីក៏គូបចូលគ្នាមួយនឹងដែរហើយបងប្អូនសូមកលេចមើលកង់តារបស់យើងអញ្ចឹងបងប្អូនប្រភេទកង់តានេះបងប្អូនមើលទៅតាមមិត្តសញ្ញាដូចតាមអ្វីដែលខ្ញុំប្រាប់ណាហ្នឹងហើយបងប្អូនទិញនេះម៉ាក់អេកូសនហ្នឹងនេះទិញម៉ាក់ហ្នឹងមកអញ្ចឹងបងប្អូនធ្វើតាមខ្ញុំបាទនេះ L1 បាទ L1 បាទ L1 ហើយហ្នឹង L2 នេះ L1 L2 ឥឡូវមើលតែពីរហ្នឹងទេឥឡូវយើងយកខ្សែហ្នឹងយើងប៉ងទៅក្នុងជើង L1 សិននេះ L1 បាទ L1 យើងប៉ងរួចហើយអញ្ចឹងយើងនេះសល់ជើងអាខ្សែនេះមួយទៀតយើងចូលទៅក្នុងជើង L2 L2 មានន័យថាដំណាងនៅកង់តាក់ទី2 L2 ដាក់តាមខ្ញុំមកអូខេឥឡូវរួចរាល់ហើយអញ្ចឹងបងប្អូនដែលយើងនៅសល់ខ្សែ2ទៀតខ្សែពូលនេះសល់ខ្សែពូល2ទៀតយើងដាក់ណាបងប្អូនសូមបញ្ជាក់បន្តិចនេះបងប្អូនដាក់ចេះសូមបញ្ជាក់បន្តិចរាល់ការដែលយើងដាក់វាអាចត្រូវឬអាចខុសព្រោះដោយសារអីព្រោះដោយសារបើសិនជាបងប្អូនអត់មានទីធម្មតាគេត្រូវយកអូម៉ែតពណ៌សិនដើម្បីឲ្យយើងចង់ដឹងថាជើងមួយណាដែលយើងត្រូវការយកមកប្រើប៉ុន្តែបើសិនជាយើងអត់មានអូម៉ែតទេអញ្ចឹងបងប្អូនធ្វើតាមខ្ញុំអញ្ចឹងបងប្អូនយើងនៅសល់ជើង L ខាងនេះយើងសល់ជើង L21 L22 L21 L22 អញ្ចឹងយើងមុនដំបូងបងប្អូនដាក់ L21 សិនមកណានេះអានេះជើងខ្សែពូលហើយចំពោះជើងខាងនេះយើងដាក់ L11 មកណា L11 នេះធ្វើនេះបងប្អូនមុនដំបូងដាក់ចឹងណាបើសិនជាយើងអត់មានឧបករណ៍វាស់ដើម្បីយើងដឹងថាវាស់ជើងមួយណាដើម្បីយើងយកប្រើបើតែបើសិនជាយើងអត់មានអូម៉ាត់វាស់ទេបងប្អូនធ្វើតាមខ្ញុំសិនមកអូខេបាទអូខេឥឡូវយើងប៉ុណ្ណឹងហើយឬរាល់ហើយអាពីរនេះយើងបលែងចោលទៅអាពីរនេះយើងបលែងចោលទៅអូខេឥឡូវយើងចាប់ដើមធ្វើតេស្តមើលវាត្រូវអត់តោះហើយបើកពូលនៅcái đấyអានេះខុសមួយដូចខ្ញុំជម្រាបមិញវាអាចនឹងខុសបើសិនយើងអត់មានអីវាស់បាទនេះត្រូវជើងនេះត្រូវចឹងអានេះរៀបបច្រាស់បិទទៅបើកទៅបិទវិញហ្នឹងហើយតើឥឡូវយើងធ្វើការដោះដូរនេះហ្នឹងហើយមិញដោយសារកង់តាក់នេះវាបច្រាស់អញ្ចឹងយើងកុំបើវិញអញ្ចឹងអានេះជើងខាងនេះជើងខាងនេះអញ្ចឹងយើងត្រឡប់ខ្សែវិញណាយើងត្រឡប់យកអាខ្សែនេះមកដាក់ខ្សែនេះវិញហ្នឹង
ហើយបាទនេះដោយសារតែយើងអត់មានអីវាស់ហ្នឹងហើយព្រោះអានេះវាពេលដាក់មកវាមិនអាចនឹងត្រូវ100%ទេជិះមកវាណាបាទដល់ឥឡូវយើងត្រឡប់ខ្សែរួចហើយបាទអានេះយើងត្រឡប់មក L22 វិញបាទអញ្ចឹងយើងត្រឡប់រួចហើយយើងចាប់ដើមតែម្ដងទៀតតើត្រឹមត្រូវអត់ដល់ឥឡូវបើកភ្លើងម្ដងទៀតបាទតើយើងបើកហើយបើកត្រូវបិទហ្នឹងហើយត្រូវហើយអូខេឥឡូវការតបរបស់យើងគឺត្រឹមត្រូវហើយបាទនេះគឺការចែកម្លែករបស់ខ្ញុំបាទជួបគ្នានៅវីដេអូបន្ទាប់ទៀតណាហ្នឹងហើយអរគុណច្រើន